ជីវិតមនុស្សម្នាក់តែងតែស្វែងរកនូវសុភមង្គលនិងភាពរីកចម្រើនយើងជាច្រើនតែងតែគិតថាការសម្រេចចិត្តបាននៅអ្វីមួយដូចជាការទទួលបានការងារថ្មីរបស់របរថ្លៃឬក៏ការចាប់ផ្ដើមទំនាក់ទំនងស្នេហាវានឹងធ្វើឲ្យយើងសប្បាយចិត្តជារៀងរហូតប៉ុន្តែយូរទៅយើងបែរជាដឹងថាអារម្មណ៍រីករាយទាំងអស់ហ្នឹងវាគ្រាន់តែជាអារម្មណ៍បដោះអាសន្នរបស់យើងតែប៉ុណ្ណោះនៅពេលដែលយើងចង់មានសុភមង្គលភ្លាមយើងតែងតែលបួងចិត្តខ្លួនឯងឲ្យធ្វើការសម្រេចចិត្តដ៏ធំដោយព្យាយាមផ្លាស់ប្ដូរខ្លួនឯងឬក៏ផ្លាស់ប្ដូរជីវិតយ៉ាងគំហុកដើម្បីតែបំពេញសេចក្តីត្រូវការភ្លាមទាំងអស់នោះតើការផ្លាស់ប្ដូរដើម្បីភាពសប្បាយមួយផ្លែតហ្នឹងវាគឺជាអ្វីវាគឺសំដៅទៅលើសកម្មភាពណាដែលយើងធ្វើឡើងដោយមិនបានគិតគូរវែងឆ្ងាយគ្រាន់តែដើម្បីទទួលបានអារម្មណ៍ល្អនៅពេលបច្ចុប្បន្នហ្នឹងឯងឧទាហរណ៍ថាផ្លាស់ប្ដូររូបរាងឬក៏អត្តចរិតទាំងស្រុងដើម្បីប្រកបចិត្តនរណាម្នាក់ដែលទើបនឹងចូលមកក្នុងជីវិតរបស់យើងបោះបង់គោលដៅធំដែលត្រូវការតស៊ូយូរអង្វែងដើម្បីដេញតាមអ្វីដែលផ្ដល់លទ្ធផលភ្លាមទោះបីជាគ្មាននិរន្តរភាពក៏ដោយទិញរបស់របរហួសពីលទ្ធភាពគ្រាន់តែដើម្បីទទួលបានអារម្មណ៍រីករាយមួយផ្លែតនៃការក្លាយទៅជាម្ចាស់របស់ទាំងអស់ហ្នឹងផលវិបាកនៃការផ្លាស់ប្ដូរបែបទាំងអស់នេះគឺការសម្រេចចិត្តទាំងនេះដូចជាការដែលយើងប្រើប្រាស់បំណាស់មួយយកទៅបិទរបួសនៅខាងក្នុងតែប៉ុណ្ណោះឯងនៅពេលដែលភាពរីករាយមួយផ្លែតហ្នឹងវារលាយបាត់ទៅវានឹងបន្សល់ទុកនៅការបាត់បង់អត្តសញ្ញាណរបស់ខ្លួនឯងការព្យាយាមក្លាយខ្លួនទៅជាមនុស្សម្នាក់ទៀតដើម្បីសុភមង្គលបដោះអាសន្ននឹងធ្វើឲ្យយើងឃ្លាតឆ្ងាយអំពីតម្លៃពិតហើយនឹងគោលការណ៍គ្រឹះរបស់ខ្លួនឯងវិបដិសេរីហើយនឹងភាពទទេស្អាតនៅពេលដែលរឿងរ៉ាវថ្មីនោះកន្លងផុតទៅយើងនឹងដឹងថាយើងបានលះបង់អ្វីដែលសំខាន់បំផុតសម្រាប់ខ្លួនឯងហើយភាពទទេស្អាតនោះគឺវាធំធេងជាងមុនទៅទៀតភាពមិនច្បាស់លាស់នៅក្នុងជីវិតយើងមិនបន្តរត់ដេញតាមសុភមង្គលថ្មីឥតឈប់ឈរដោយសារតែយើងមិនបានសាងសង់មូលដ្ឋានគ្រឹះនៃសេចក្តីសុខដែលស្ថិតស្ថេរមួយសម្រាប់ខ្លួនឯងជំនួសឲ្យការដេញតាមអារម្មណ៍រំភើបមួយផ្លែតចូលផ្ដោតទៅលើការកសាងតម្លៃយូរអង្វែងសុភមង្គលពិតមិនមែនបានមកពីការផ្លាស់ប្ដូរខ្លួនឯងដើម្បីឲ្យសម្រេចសមស្របទៅនឹងបរិយាកាសមួយរយៈពេលខ្លីនោះទេតែវាបានមកពីការរីកចម្រើនជាខ្លួនឯងក្នុងបរិយាកាសគ្រប់ប្រភេទចូលចងចាំថាការផ្លាស់ប្ដូរខ្លួនឯងត្រូវតែចេញមកពីគោលបំណងផ្ទាល់ខ្លួនឯងដើម្បីក្លាយទៅជាមនុស្សប្រសើរជាងមុនមិនមែនដើម្បីបំពេញចំណង់ឬក៏ការរំពឹងទុករបស់នរណាម្នាក់ឬក៏ស្ថានភាពណាមួយទេតើយើងត្រូវធ្វើដូចម្តេចដើម្បីកសាងសុភមង្គលឲ្យមានភាពថិតថេរដែលមិនរងឥទ្ធិពលពីការប្រែប្រួលនៃកលៈទេសៈគោលគំនិតសំខាន់បំផុតគឺការផ្ដោតអារម្មណ៍ឈប់ស្វែងរកការគ្រប់គ្រងផ្នែកខាងក្រៅហើយចាប់ផ្ដើមវិនិយោគទៅលើកំណើនផ្ទៃក្នុងខ្លួនឯងវិញកសាងឫសគល់នៃអត្តសញ្ញាណពិតសុភមង្គលពិតកើតចេញពីការយល់ដឹងហើយនិងការស្រឡាញ់ខ្លួនឯងកំណត់តម្លៃស្នូលរបស់ខ្លួនឯងតើអ្វីទៅដែលអ្នកជឿជាក់បំផុតភាពស្មោះត្រង់ការតស៊ូសេចក្តីសប្បុរសចូលរស់នៅស្របទៅតាមតម្លៃទាំងអស់ហ្នឹងពេលអ្នកធ្វើការសម្រេចចិត្តដោយផ្អែកទៅលើតម្លៃស្នូលអ្នកនឹងមានអារម្មណ៍ពេញចិត្តដោយខ្លួនឯងមិនមែនត្រូវការសរសើរពីអ្នកដទៃទេបែងចែករវាងចំណង់និងគោលដៅចំណង់នាំឲ្យមានសេចក្តីសុខមួយផ្លែតឧទាហរណ៍ទទួលបានការចាប់អារម្មណ៍គោលដៅនាំឲ្យមានការបំពេញចិត្តយូរអង្វែងឧទាហរណ៍ការសម្រេចជំនាញថ្មីចូលជ្រើសរើសផ្លូវនៃគោលដៅរបស់អ្នកផ្ដោតទៅលើដំណើរការមិនមែនលទ្ធផលទេការខកចិត្តច្រើនតែកើតឡើងនៅពេលដែលយើងចងសុភមង្គលរបស់យើងទៅនឹងលទ្ធផលតែមួយគត់អនុវត្តការផ្លាស់ប្ដូរតូចៗប្រចាំថ្ងៃជំនួសឲ្យការកែប្រែទាំងស្រុងដើម្បីឲ្យអ្នកដទៃចូលចិត្តចូលផ្លាស់ប្ដូរខ្លួនឯងបន្តិចម្ដងរាល់ថ្ងៃដើម្បីឲ្យខ្លួនឯងចាស់កាលពីថ្ងៃម្សិលមិញពេញចិត្តឧទាហរណ៍រៀនជំនាញថ្មី15នាទីរាល់ថ្ងៃការរីកចម្រើនតូចៗទាំងនេះវាផ្ដល់នូវអារម្មណ៍នៃសមិទ្ធផលដែលថិតថេរទទួលស្គាល់ភាពមិនល្អឥតខ្ចោះមិនចាំបាច់ផ្លាស់ប្ដូរដើម្បីក្លាយទៅជាមនុស្សល្អឥតខ្ចោះនោះទេសេចក្តីសុខវាកើតចេញពីការទទួលយកចំណុចខ្សោយរបស់អ្នកហើយបន្តធ្វើការកែលម្អវាដោយក្តីស្រឡាញ់វិនិយោគទៅលើទំនាក់ទំនងដែលមានភាពយូរអង្វែងទំនាក់ទំនងដែលផ្អែកទៅលើភាពស្មោះត្រង់និងការគោរពគ្នាផ្ដល់នូវសេចក្តីសុខដែលជ្រៅជ្រះជាងអារម្មណ៍រំភើបមួយផ្លែតនៃទំនាក់ទំនងថ្មីបង្ហាញភាពពិតរបស់អ្នកបើអ្នកផ្លាស់ប្ដូរដើម្បីប្រកបចិត្តនរណាម្នាក់អ្នកនឹងទាក់ទាញមនុស្សដែលស្រឡាញ់កំណែដែលបានផ្លាស់ប្ដូររបស់អ្នកចូលហ៊ានបង្ហាញខ្លួនឯងពិតប្រាកដដើម្បីទាក់ទាញមនុស្សដែលស្រឡាញ់អ្នកពិតនោះវាគឺជាមូលដ្ឋានគ្រឹះនៃមិត្តភាពនិងស្នេហាដែលថិតថេរកុំព្យាយាមផ្លាស់ប្ដូរខ្លួនឯងដើម្បីជាថ្នាំព្យាបាលរហ័សសម្រាប់អារម្មណ៍ទទេស្អាតសុភមង្គលមិនមែនជាគោលដៅដែលត្រូវដេញតាមនោះទេ
តែវាគឺជាលទ្ធផលចំហៀងនៃដំណើរការកសាងខ្លួនឯងរឹងមាំសុភមង្គលមិនមែនជាគោលដៅដែលយើងត្រូវទៅដល់នោះទេតែវាគឺជារបៀបនៃការរស់នៅវាទាមទារឲ្យការថែរក្សាវាជាប្រចាំដូចជាការថែសួនច្បារដែលត្រូវការស្រោចទឹកជារៀងរាល់ថ្ងៃអញ្ចឹងដែរអនុវត្តសេចក្តីដឹងគុណនៅពេលដែលយើងផ្ដោតទៅលើការផ្លាស់ប្ដូរដើម្បីទទួលបានរបស់ថ្មីឬក៏ការចាប់អារម្មណ៍ថ្មីយើងតែងតែភ្លេចនៅអ្វីដែលយើងមានរួចហើយចំណាយពេលពី2ទៅ3នាទីរៀងរាល់ល្ងាចដើម្បីកត់ត្រាចំណុចល្អដែលបានកើតឡើងនៅក្នុងថ្ងៃនេះវាអាចជារឿងតូចតាចដែលកើតឡើងប្រចាំថ្ងៃនៅក្នុងជីវិតផងយើងផលប៉ះពាល់ទម្លាប់នេះវាជួយបង្វែរគំនិតរបស់យើងពីការខ្វះខាតទៅជាការបរិបូរណ៍នៅពេលដែលយើងពេញចិត្តទៅនឹងបច្ចុប្បន្នយើងនឹងមានអារម្មណ៍ស្ងប់ហើយមិនចាំបាច់រត់ដេញទៅតាមភាពសប្បាយថ្មីឥតឈប់ឈរទេវិនិយោគទៅលើការអភិវឌ្ឍជំនាញផ្ទាល់ខ្លួនភាពរីកចម្រើនមួយផ្លែតបានមកពីការទទួលការកំសាន្តចំណែកសុភមង្គលយូរអង្វែងបានមកពីការទទួលសមត្ថភាពចំណេះដឹងគឺជាសុភមង្គលយូរអង្វែងដូចពាក្យខ្មែរថាមានតែចំណេះវិជ្ជាទេដែលអាចធ្វើឲ្យមនុស្សមានសុភមង្គលយូរអង្វែងបានការចំណាយពេលអភិវឌ្ឍជំនាញឬក៏ចំណេះដឹងពិតប្រាកដមិនថាជាជំនាញការងារឬក៏ចំណង់ចំណូលចិត្តវាផ្ដល់នូវមោទនភាពនិងទំនុកចិត្តលើខ្លួនឯងជំនាញដែលជាពិតប្រាកដគឺជារបស់អ្នកជារៀងរហូតហើយវាមិនអាចរលាយបាត់ទៅដោយសារតែការផ្លាស់ប្ដូរស្ថានភាពខាងក្រៅទេភាពស្ទាត់ជំនាញផ្ដល់នូវអារម្មណ៍នៃភាពមានតម្លៃដែលរឹងមាំបំផុតការគ្រប់គ្រងប្រតិកម្មចំពោះបញ្ហាយើងមិនអាចគ្រប់គ្រងព្រឹត្តិការណ៍ខាងក្រៅបានទេប៉ុន្តែយើងអាចគ្រប់គ្រងប្រតិកម្មរបស់យើងចំពោះព្រឹត្តិការណ៍ទាំងអស់បង្វែរបញ្ហាទៅជាបញ្ញានៅពេលជួបបញ្ហាចូលចងចាំថាការឈឺចាប់គឺជាការពិតតែទុក្ខសោកគឺជាជំរើសឲ្យការតបយ៉ាងគំហុកឬក៏ព្យាយាមផ្លាស់ប្ដូរខ្លួនឯងដើម្បីគេចចេញពីសម្ពាធចូលប្រើបញ្ហានោះទៅជាឱកាសដើម្បីរៀនសូត្រការទទួលខុសត្រូវចំពោះប្រតិកម្មរបស់យើងធ្វើឲ្យយើងក្លាយទៅជាម្ចាស់ជីវិតរបស់យើងនឹងមិនមានការរង្គោះរង្គើដោយសារការផ្លាស់ប្ដូររបស់អ្នកដទៃឬការរិះគន់នៅខាងក្រៅនោះទេព្រោះយើងមានភាពជឿជាក់ទៅលើខ្លួនឯងដែលស្ថិតស្ថេរឥឡូវនេះវាគឺជាពេលវេលាដែលយើងត្រូវបញ្ឈប់ការរត់ដេញតាមសមោលហើយចាប់ផ្ដើមដើរទៅលើផ្លូវដែលរឹងមាំមួយចូលហ៊ាននិយាយថាទេចំពោះការផ្លាស់ប្ដូរប្រតិកម្មនៅពេលដែលអ្នកមានអារម្មណ៍ថាចង់ធ្វើការផ្លាស់ប្ដូរដ៏ធំភ្លាមដូចជាការកាត់ផ្ដាច់ទំនាក់ទំនងផ្លាស់ប្ដូរអាជីពឬក៏ទិញរបស់ថ្លៃគ្រាន់តែដើម្បីបំបត្តិភាពធុញទ្រាន់ចូលឈប់មួយផ្លែតហើយសួរខ្លួនឯងថាតើការផ្លាស់ប្ដូរនេះចេញមកពីតម្លៃស្នូលរបស់ខ្ញុំឬគ្រាន់តែជាប្រតិកម្មដើម្បីភាពសប្បាយមួយផ្លែតផ្ដល់អាទិភាពដល់ភាពស្ថិតស្ថេរជំនួសឲ្យការចំណាយថាមពលដើម្បីធ្វើឲ្យអ្នកដទៃសប្បាយចិត្តចូលប្រើថាមពលនោះដើម្បីបង្កើនទម្លាប់តូចៗមួយចំនួនដែលជំរុញឲ្យមានកំណើនផ្ទាល់ខ្លួនរៀងរាល់ថ្ងៃដូចជាការអានសៀវភៅ5ទំព័រឬធ្វើលំហាត់ប្រាណ10នាទីជាដើម